សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងរៀន idiom ប្រចាំថ្ងៃបន្តទៀតមួយថ្ងៃមួយពាក្យណាអូខេអញ្ចឹង idiom ថ្ងៃនេះគឺ call it a day ណា call it a day ខ្ញុំជឿថាអ្នកនរគ្នាបានឃើញបានចេះអស់ហើយភាគច្រើនចេះហើយដោយសារតែពាក្យនេះជាពាក្យដែលគេប្រើទូទៅអញ្ចឹងតើអ្នកខ្លះអាចនឹងមិនទាន់នៅឡើយចាស់អ្នកណាដែលមិនទាន់តែយើងមើលជាមួយគ្នាតើcall it a day ហ្នឹងប្រែថាម៉េចហើយប្រើនៅពេលណាណាប្រែថាម៉េចហើយប្រើនៅពេលណាអូខេតើយើងមើលជាមួយគ្នាអញ្ចឹង call it a day ណាអឺពាក្យបញ្យលរបស់វាគឺstop working for now ណាអូខេឥឡូវយើងមើលឧទាហរណ៍ it's 5 p.m. let's call it a day ណាអូខេ I'm getting a bit tired now let's call it a day អញ្ចឹងឥឡូវយើងមើល call it a day បកប្រែថា stop working now for now អញ្ចឹងបកប្រែថាបើយើងប្រើនៅពេលណាប្រើនៅពេលដែលយើងឈប់សម្រាប់ចិត្តថាឈប់ធ្វើការណាឈប់ធ្វើការឬឈប់ធ្វើសកម្មភាពអ្វីមួយឬក៏ឈប់លេងណាទោះដល់ម៉ោងចប់ឬក៏មិនទាន់ក៏ដោយដោយសារអស់កម្លាំងឬក៏ដោយសារដល់ម៉ោងឬក៏ដោយសារយើងផលិតឬក៏ធ្វើកិច្ចការហ្នឹងបានច្រើនហើយអញ្ចឹងទៅយើងចង់សម្រាកយើងចង់ឈប់ណាដូចថាយើងអស់ចិត្តហើយអញ្ចឹងណាអូខេគេប្រើពាក្យ call it a day ដែលយើងបកប្រែថាសម្រាប់ធ្វើការឬឈប់ធ្វើការសម្រាប់ថ្ងៃនេះចុះប៉ុណ្ណឹងចុះណាអូខេអញ្ចឹងឬក៏បញ្ចប់ការងារត្រឹមនឹងសិនណាឬក៏សម្រាប់សិនទៅណាអូខេឬក៏ខ្ញុំឈប់ប៉ុណ្ណឹងហើយណាថ្ងៃនេះអត់បន្តទៀតទេអញ្ចឹងអូខេអញ្ចឹងឥឡូវយើងបកប្រែ it's 5 p.m. let's call it a day វា it's 5 p.m. ហ្នឹងបើវាមកឥឡូវម៉ោង5ហើយវាដល់ម៉ោង5ហើយណា5ល្ងាចណាវាដល់ម៉ោង5ហើយឬក៏ម៉ោង5ហើយ let's call it a day តោះយើងឈប់ណាតោះយើងសម្រាប់ត្រឹមហ្នឹងណាការងារដែលនៅសល់ចាំធ្វើថ្ងៃក្រោយឬក៏ប៉ុណ្ណឹងបានហើយព្រោះអស់កម្លាំងហើយអញ្ចឹងណាអូខេ I'm getting tired I'm getting a bit tired now ខ្ញុំហត់បន្តិចហើយឬក៏ទ្រង់ហត់ហើយអញ្ចឹងណា a bit tired ហ្នឹងហត់បន្តិចឬក៏ទ្រង់ហត់ឬក៏ដូចជាហត់ហើយណាអូខេអញ្ចឹង let's call it a day តោះយើងឈប់ប៉ុណ្ណឹងណាអញ្ចឹងយើងសម្រាប់ប៉ុណ្ណឹងសិនហើយឬក៏បញ្ចប់ការងាររបស់យើងត្រឹមហ្នឹងហើយចាំស្អែកបន្តទៀតឬចាំពេលក្រោយបន្តទៀតណាអញ្ចឹង let's call it a day okay we have finished the main task so let's call it a day ណាអញ្ចឹងយើងបានបញ្ចប់ឬក៏ធ្វើរួចនៅការងារ main task ហ្នឹងការងារសំខាន់ឬក៏ការងារធំណាយើងបានបញ្ចប់ឬក៏ធ្វើរួចនៅការងារធំហើយណា so ដូច្នេះណា let's call it a day ដូច្នេះតោះយើងសម្រាប់សិនហ្នឹងណាយើងសម្រាប់សិនទៅណា let's call it a day យើងសន្មត់ថាយើងធ្វើរួចមួយថ្ងៃហើយឬក៏ការងារហ្នឹងថ្ងៃហ្នឹងចប់ហើយអញ្ចឹងទៅណាអូខេ it's getting late let's call it a day late it's getting late វាដល់យប់ហើយឬក៏ដល់ល្ងឹតឬក៏ល្ងាចហើយល្ងាចត្រង់ល្ងាចហើយអញ្ចឹងណាឬក៏ត្រង់ល្ងឹតហើយត្រង់យប់ហើយអញ្ចឹងណាអញ្ចឹងlet's call it a day តោះពួកយើងឈប់ធ្វើការត្រឹមហ្នឹងណាអូខេអូខេសម្រាប់មេរៀនថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាក៏ចំពោះការតាមដានសូមកុំភ្លេចជួយបង្កើតប្រយោគណាដើម្បីឲ្យបានចងចាំនៅពាក្យថ្មីដែលយើងបានរៀនណាព្រោះតលបង្កើតប្រយោគបានងាយចាំអូខេហើយតម្លាក់ចូលនៅក្នុង comment ខ្ញុំចង់ឃើញប្រយោគដែលអ្នកទាំងអស់គ្នាបង្កើតអរគុណជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ